ត្តតាកែវនៅថ្ងៃអាទិត្យទី8 ខែមិថុនាឆ្នាំ2025អាយុដំយ៉ានសុវណ្ណាប្រធានក្រុមការងារបោះឆ្នោតរួមជាមួយក្រុមការងារបានចោះជួបនឹងសួរសុខទុក្ខបងប្អូនប្រជាកសិករដែលប្រកបរបរដាំបន្លែនៅស្រុកត្រាំកក់ខេត្តតាកែវស្ថិតក្នុងឱកាសនេះអាយុដំក៏បានពំនាំនៅព្រះបណ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកនិងទុកប្រតិយបំផុតពីព្រះអង្គម្ចាស់នរោត្តមចក្រវុឌ្ឍព្រះប្រធានគណៈបកហ្វុនស៊ិនពេជ្រជូនដល់បងប្អូនប្រជាកសិករដែលរស់នៅក្នុងស្រុកត្រាំកក់នៃខេត្តតាកែវទាំងមូលផងដែរនៅខេត្តតាកែវដដែលនេះអាយុដំយ៉ានសុវណ្ណារួមជាមួយក្រុមការងារបានបន្តអញ្ជើញចូលរួមលើកស្លាកគណៈបកនៅទីស្នាក់ការគណៈបកហ្វុនស៊ិនពេជ្រឃុំគិរីចុងកោះស្រុកគិរីវង្សខេត្តតាកែវក្នុងឱកាសចុះលើកស្លាកអាយដាមក៏បានអំពាវនាវដល់បងប្អូនជានិស្សិតបញ្ញវន្តជាពិសេសអ្នកស្នេហារបបប្រជានិយមឲ្យចូលរួមឈរឈ្មោះជាបេក្ខភាពមេឃុំចៅសង្កាត់របស់គណៈបកហ្វុនស៊ិនពេជ្រសម្រាប់ចូលរួមប្រគល់ប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខដើម្បីចូលរួមអភិវឌ្ឍនិងបម្រើការពារផលប្រយោជន៍របស់ប្រជារាស្ត្រនៅមូលដ្ឋានផ្ទាល់របស់ខ្លួន។